កុំខ្ជះខ្ជាយថាមពលជីវិតរបស់អ្នកជាមួយនឹងមនុស្សដែលប្រកែកដើម្បីតែឈ្នះបងប្អូនទាំងអស់គ្នាធ្លាប់ជួបអត់ប្រភេទមនុស្សដែលមិនស្ដាប់ដើម្បីទៅយល់ប៉ុន្តែពួកគេព្យាយាមស្ដាប់ដើម្បីតែតបតហើយនឹងចាប់កំហុសយើងបើទោះជាយើងស្ថិតនៅលើហេតុផលបែបណាក៏ដោយគឺមនុស្សហ្នឹងគឺអត់ស្ដាប់ហេតុផលទេព្យាយាមរកចំណុចខ្សោយរបស់យើងហើយដើម្បីគ្រប់គ្រងនិងប្រើអំណាចមកលើយើងដូច្នេះវិធីដែលល្អបំផុតគឺមិនចាំបាច់ប្រកែកជាមួយនឹងមនុស្សបែបនេះតទៅទៀតទេទោះបីយើងល្អទោះបីយើងមានផុសតាងប៉ុណ្ណាក៏ដោយក៏គេអត់អាចទទួលយកបានដែរអញ្ចឹងការមិនប្រកែកការចាក់ចេញគឺជារឿងមួយដែលល្អបំផុតពេលខ្លះការដែលបងប្អូនដើរចេញហើយនឹងស្ងប់ស្ងាត់មិនមែនមានន័យថាយើងចាញ់ឬក៏បរាជ័យជាមួយនឹងប្រភេទមនុស្សនេះទេប៉ុន្តែយើងប្រកាសជាដឹងហើយថាលទ្ធផលឈ្នះខ្លះវាពិតជាអត់មានន័យហើយក៏អត់ចាំបាច់ឲ្យយើងដេញតាមភាពឈ្នះនឹងដែរដូច្នេះការចំណាយពេលវេលាដ៏មានតម្លៃយកមកធ្វើឲ្យខ្លួនឯងមានក្តីសុខគឺប្រសើរជាជាងយកពេលវេលាទៅឆ្លោះឬក៏ប្រកែកជាមួយនឹងមនុស្សដែលតែងតែចង់ឈ្នះមិនថាយើងមានហេតុផលបែបណាក៏ដោយពេលខ្លះក្តីសុខផ្លូវចិត្តរបស់យើងគឺសំខាន់ជាជាងការឆ្លោះគ្នាទៅទៀតនៅពេលដែលយើងមានក្តីសុខផ្លូវចិត្តមានផ្គរមានភ្លៀងឬក៏មានបញ្ហាអីណាមួយកើតឡើងក៏យើងមានតែគិតថាអូខេខ្ញុំអាចរឹងមាំតទៅទៀតបានហើយបើជួបប្រភេទមនុស្សបែបនេះមិនបាច់ឆ្លោះទេទុកឲ្យមនុស្សបែបនេះឆ្លោះជាមួយនឹងមនុស្សដែលមានចរិតដូចគ្នាទៅពីព្រោះមានតែគេដែលដូចគ្នាថែបដូចគ្នាបានគេអាចនឹងចោះសម្រងហើយគេនឹងងាយឆ្លោះគ្នាងាយយល់ជាងយើងអញ្ចឹងបើយើងអ្នកអត់ចង់ឆ្លោះមិននិយាយច្រើនការដើរចេញគឺជាជម្រើសល្អបំផុតអរគុណ